Trump តែដៀ Taylor Swift ថាជាតារាលេងល្បីដូចមុនដំបូងនៅតែមិនទាន់ជាសាសបើទោះបីជាបច្ចុប្បន្ន Donald Trump បានក្លាយជាប្រធានាធិបតីទៅហើយក្តីប៉ុន្តែក្រសែភ្នែកលោកគឺតែងសម្លឹងមើលឃើញពីកំហុសឆ្គងតារាចម្រៀង Taylor Swift ដែលជាតារាស្រីមួយរូបតែងជ្រៀតជ្រែកលើបញ្ហានយោបាយតាំងពីលោកមិនទាន់ជាប់ឆ្នោតថ្មីៗនេះលើបណ្ដាញសង្គម Truth Social លោក Trump លើកឡើងថាតើមាននរណាកត់សម្គាល់ទេថាតាំងពីខ្ញុំប្រកាសថាខ្ញុំស្អប់ Taylor Swift បច្ចុប្បន្ននាងដូចជាលេងល្បីដូចមុនតែអ្នករាល់គ្នាយល់ដូចខ្ញុំដែរឬទេតាមការបង្ហោះបែបនេះបានធ្វើឲ្យបណ្ដាអ្នកគ្រប់គ្រង Taylor Swift ឆ្លើយតបដោយចាត់ទុកថាលោក Trump ដូចជាមានអំនួតនិងមោទនភាពលើខ្លួនឯងខ្លាំងពេកអ្នកគ្រប់គ្រងតារាចម្រៀងរូបនេះបញ្ជាក់ថាភាពស្ងប់ស្ងាត់របស់នាងមិនមែនមកពីឥទ្ធិពលសម្ដីលោកទេពោលគឺ Taylor Swift កំពុងផ្ដោតលើអាល់ប៊ុមចម្រៀងថ្មីនិងពេលវេលាជាមួយគូស្នេហ៍មួយវិញទៀតភាពជោគជ័យនៃការប្រគំតន្ត្រី The Eras Tour របស់ Swift កាលពីឆ្នាំមុនធ្វើឲ្យនាងរកចំណូលលើសពី $1,000,000,000 ដែលចំណូលកប់ពពកនេះអាចឲ្យនាងប្រើពេលផ្ទាល់ខ្លួនច្រើនជាងការងារសូមរំលឹកថាការកំគួនរបស់ Donald Trump លើ Swift លេចឡើងនៅឆ្នាំ 2024 ដោយសារតារាចម្រៀងនេះគាំទ្របកលោកស្រី Kamala Harris ដែលមុនពេលបោះឆ្នោត Taylor Swift តែបង្ហាញវត្តមានច្រៀងនិងគាំទ្រក្នុងយុទ្ធនាការឃោសនារបស់បកប្រជាធិបតេយ្យជានិច្ច